បាទជម្រាបសួរបងប្អូនទាំងអស់គ្នាជម្រាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនិយាយពីមន់និយាយពីមន់សម្រាប់មន់ដែលមានចិត្តស៊ូមានចិត្តអត់ធន់ហើយមន់ខ្លះក៏វាមិនសូវធន់ណាតែវាជើងវាល្អវាទម្ងន់ជើងវាល្អវាវាយចំល្អអញ្ចឹងបងប្អូនហ្នឹងគឺជាលក្ខណៈខ្សែពូជមន់ខ្លះគឺខ្សែពូជវាចិត្តអត់ធន់ណាមិនក៏មិនទៅដែរអាខ្សែពូជយើងជ្រើសរើសបានមេច្បាស់លាស់មេនឹងគឺវាឲ្យកូនចិត្តធន់ចិត្តស៊ូហ៊ានស៊ីលុយតែមន់ខ្លះទៀតគឺចិត្តអត់ធន់ទេតែជើងវាវាយចំល្អធ្ងន់ល្អតែទៅពេលដាបទឹកមកវាអាចគេឥឡូវវាថាគេលេងទៅមុខណាគេលេងទៅមុខប៉ុន្តែវាដកចិត្តខ្លួនវាអានេះជាបញ្ហាមួយហើយសម្រាប់បងប្អូនដែលគាត់ដើរតាមគ្នាបងប្អូនគួរតែជ្រើសរើសបាទជ្រើសយករោមន់ណាដែលដឹងថាវាមានចិត្តអត់ធន់វាមានចិត្តស៊ូហើយហ៊ានស៊ីលុយដែលវាមិនអាចមានទាំងអស់ទេប៉ុន្តែវាអាចមួយចំនួនព្រោះអីមន់ណាកាលណាយើងមាននៅក្នុងភូមិម្នាក់ដែលយើងកាន់ទៅក្នុងសវៀនតែងតែមានមិត្តភ័ក្តិឬក៏បងប្អូនយើងតាមទៅទាំងអស់គ្នាទៅលេងទាំងអស់គ្នាឧទាហរណ៍ថាមន់នឹងយើងមន់យើងគឺជាប្រភេទមន់ដែលវាយច្រើនមែនតើហើយធ្វើឲ្យដៃគូលេងទៅមុខប៉ុន្តែវាដកចិត្តរត់ខ្លួនឯងអានេះគឺជាបញ្ហាមួយដែលធ្វើឲ្យមិត្តភ័ក្តិយើងទាំងអស់គ្នាដែលទៅនោះគឺអាចថាចាញ់ទាំងអស់គ្នាតែម្ដងហើយចាញ់ធ្ងន់ទៀតចាញ់លងលក្ខណៈតអញ្ចឹងហើយបានយើងគួរតែជ្រើសរើសមេណាដែលឲ្យកូនចិត្តធន់ចិត្តស៊ូហើយច្បាស់លាស់មានខ្សែពូជច្បាស់លាស់បើអត់មានខ្សែពូជច្បាស់លាស់ទេបងប្អូនកុំទុកចិត្តវាពេកអញ្ចឹងណាមន់ដែលមានខ្សែពូជច្បាស់លាស់វាខ្លះវាស៊ូមែនទែនស៊ូលក្ខណៈស៊ូទាំងមិនរើជើងគេមិនរួចនេះគឺយើងទទួលស្គាល់តែលក្ខណៈមួយទៀតរបៀបថាវាយគេលេងទៅមុខណាគេឡើងឈោគេហៅថាឈោសន្លប់តែយើងឯនេះដកចិត្តរត់ខ្លួនឯងអានេះជាបញ្ហាអញ្ចឹងបងប្អូនគួរតែជ្រើសរើសរមមេណាដែលវាមានចិត្តស៊ូដែលវាមានចិត្តធន់អាហ្នឹងយើងពឹងទៅលើខ្សែពូជមេច្បាស់លាស់ហើយអញ្ចឹងអរគុណបងប្អូនច្រើន